បងប្អូនទាំងគ្នាយើងបានដឹងហើយថាទំនាក់ទំនងរវាងកម្ពុជានិងថៃតែងតែមានភាពរំជើបរំជួលនិងប្រែប្រួលទៅតាមភូមិសាស្ត្រនយោបាយជាពិសេសនៅពេលដែលកម្ពុជាពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយមហាអំណាចដូចជាចិនសហរដ្ឋអាមេរិកឬរុស្ស៊ីជាដើមការដែលថៃបង្ហាញការព្រួយបារម្ភឬប្រតិកម្មខ្លាំងៗចំពោះបញ្ហានេះគឺបណ្ដាលមកពីមូលហេតុមួយចំនួនខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនឲ្យបានដឹងទីមួយតកតងជាមួយនឹងអត្តពលភូមិសាស្ត្រនយោបាយនិងតុល្យភាពអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសថៃតែងតែចាត់ទុកខ្លួនឯងថាជាមហាអំណាចក្នុងតំបន់មួយដែលមានឥទ្ធិពលលើប្រទេសជិតខាងតូចៗដូចជាកម្ពុជារបស់យើងផងដែរនៅពេលដែលកម្ពុជាចាប់ផ្ដើមមានទំនាក់ទំនងស្អិតរមួតជាមួយនឹងប្រទេសមហាអំណាចជាពិសេសប្រទេសចិនថៃតែងតែមានអារម្មណ៍ថាតុល្យភាពអំណាចនៅក្នុងតំបន់ត្រូវបានផ្លាស់ប្ដូរការនេះហើយដែលធ្វើឲ្យថៃបារម្ភថាកម្ពុជានឹងមានខ្នងបង្អែករឹងមាំដែលធ្វើឲ្យថៃមិនអាចប្រើឥទ្ធិពលសេដ្ឋកិច្ចឬយោធាដើម្បីដាក់សម្ពាធមកលើកម្ពុជាបានងាយស្រួលដូចមុនឡើយពីបញ្ហាសន្តិសុខជាតិនិងព្រំដែនជាប្រវត្តិសាស្ត្រថៃតែងតែចង់បានប្រទេសជិតខាងដូចជាកម្ពុជានិងឡាវដើរតួជាតំបន់ទ្រនាប់ដើម្បីការពារសន្តិសុខរបស់ខ្លួនពីការគំរាមកំហែងខាងក្រៅថៃតែងតែមានការសង្ស័យនិងតាមដានយ៉ាងដិតដល់នៅរាល់កិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងមហាអំណាចដូចជាការធ្វើសម្ពយុទ្ធរួមគ្នាឬការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករៀមជាដើមទោះបីជាកម្ពុជាបានបញ្ជាក់ថាគ្មានមូលដ្ឋានកងទ័ពបរទេសក្តីក៏ភាគីថៃរួមទាំងសហរដ្ឋអាមេរិកនៅតែបារម្ភថាមហាអំណាចអាចនឹងប្រើប្រាស់ទឹកដីកម្ពុជាដើម្បីឆ្លូបយកការឬដាក់ពង្រាយកម្លាំងយោធាដែលប៉ះពាល់ដល់សន្តិសុខយុទ្ធសាស្ត្ររបស់ថៃ3ការប្រកួតប្រជែងសេដ្ឋកិច្ចនិងផ្លូវពាណិជ្ជកម្មនៅពេលដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងមហាអំណាចកម្ពុជានឹងទទួលបានជំនួយនិងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាព្រលានយន្តហោះផ្លូវលបឿនលឿននិងគម្រោងព្រៃជីកហ្វូណនផងដែរការអភិវឌ្ឍទាំងនេះធ្វើឲ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចនិងផ្លូវដឹកជញ្ជូនឆ្លងកាត់ប្រទេសថៃម្យ៉ាងវិញទៀតវាក៏បង្កើតជាការប្រកួតប្រជែងខាងពាណិជ្ជកម្មនិងការទាក់ទាញវិនិយោគិនបរទេសឲ្យមកកម្ពុជាបានកាន់តែច្រើនដែលធ្វើឲ្យថៃបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចមួយចំនួន4នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃជារឿយៗក្រុមអ្នកនយោបាយឬក្រុមជាតិនិយមជ្រុលនៅក្នុងប្រទេសថៃតែងតែយកបញ្ហាជាមួយនឹងកម្ពុជាឬការចោទប្រកាន់លើបាត់បង់ទឹកដីអធិបតេយ្យភាពមកធ្វើជាឧបករណ៍នយោបាយផ្ទៃក្នុងរបស់ខ្លួននៅពេលដែលកម្ពុជាធ្វើចលនាការទូតធំៗក្រុមទាំងនោះតែងតែលើកឡើងអំពីបញ្ហាព្រំដែនដូចជារឿងប្រាសាទព្រះវិហារតំបន់ទាមទារត្រួតស៊ីគ្នានៅក្នុងសមុទ្រ OCA ដើម្បីបំផុសស្មារតីជាតិនិយមក្នុងចំណោមប្រជាជនថៃដើម្បីកេងចំណេញស្លឹកឆ្នោតឬវាយប្រហាររដ្ឋាភិបាលរបស់ខ្លួនឯងការប្រតិកម្មរបស់ថៃមិនមែនជារឿងចៃដន្យទេប៉ុន្តែវាជាការការពារផលប្រយោជន៍យុទ្ធសាស្ត្រសន្តិសុខនិងសេដ្ឋកិច្ចរបស់ខ្លួននៅពេលដែលពួកវាឃើញថាកម្ពុជាយើងកំពុងតែពង្រឹងឥទ្ធិពលនិងមានខ្នងបង្អែកជាមហាអំណាចដែលអាចធ្វើឲ្យកម្ពុជាមានប្រៀបជាងថៃទាំងផ្នែកការទូតនិងផ្នែកនយោបាយនាពេលអនាគតនេះជាការមើលឃើញរបស់ខ្ញុំចូលបងប្អូនតើបងប្អូនមើលឃើញយ៉ាងណាដែរកុំភ្លេច comment នៅខាងក្រោមវីដេអូប្រសិនបើមានខុសទាស់យ៉ាងណាសូមខន្តីនិងអភ័យទោសផងដែរបាទអរគុណច្រើន